កម្មវិធីរបស់យើងគឺថាជួនភាពសប្បាយរីករាយចាយើងមានការចូលរួមពីតារាកិត្តិយសល្បីៗមានគណៈកម្មការដែលមានសមត្ថភាពចាគាត់ឆ្នើមនៅក្នុងការធ្វើឲ្យលោកអ្នកសើចហើយយើងមានបងប្អូនបេក្ខជនពីមួយសប្តាហ៍ទៅមួយសប្តាហ៍ម្នាក់ៗសុទ្ធតែប្រកាសរៀងខ្លួនឥឡូវនេះទៅដល់ពេលទៅធ្វើដាច់ព្រាត់ទៀតហើយមែនទេចាលឿនមែនតើពេលវគ្គ2ពេលវេលាដើរទៅមុខបាទហើយចាប់វគ្គ2នេះទៅនេះនឹងចោលអត់ទេមានអ្វីដែលពិសេសដូច្នេះកុំភ្លេចរងចាំទស្សនាទាំងអស់គ្នាអត់របស់យើងគឺយើងមានដូចជាពេញចិត្តរវគ្គ1បន្តមកពេញចិត្តឬអត់សៀកហើយចាហ្នឹងហើយបន្តមកក៏ពេញចិត្តឬអត់វគ្គ2ដូច្នេះចាំទស្សនាដល់គ្នានៅពេលដែលកម្មវិធីពេញចិត្តឬអត់វគ្គ2ធ្វើការផ្ដាច់ព្រាត់ដល់អ្នកឈ្នះឃើញថានឹងចេញអ្វីថ្មីជាបន្តទៀតទស្សនាទាំងអស់រងមិនទាន់ឃើញឡើយទេប៉ុន្តែមានណាតែចង់ឲ្យលោកអ្នកផ្សាយទៀតកម្មវិធីយើងឥឡូវទីកនៅខាងក្រៅឬក៏ទៅតាមខេត្តអីខ្ញុំទៅម្នាក់ឯងថ្ងៃមួយខ្ញុំទៅស៊ីមរៀបទៅសួរហើយចោលអត់យករលៀនឲ្យតាបុយអីមកដែរអញ្ចឹងបានថាកាលណាគេឃើញខ្ញុំគេឃើញដល់អ្នកទាំងអស់គ្នាគេនឹងឃើញដល់បង្តកបង្ជាតិពួកយើងជាក្រុមអាចខ្វះខាងណាបានទេប៉ុន្តែចៃដន្យអីពេលគេហៅទៅក្រៅអ្នកមានទីផ្សារយើងខ្លួនលឺថាចេះឥឡូវខ្ញុំត្រូវការជួលម្នាក់អូខ្ញុំហ្មងខ្ញុំលើតម្លាក់ថ្លៃយកអត់បានយកតែថ្លៃចាប៉ុន្តែក្រុមហ៊ុនឯកជនផ្សេងគាត់មិនអាចមានបាត់ចិត្តមានថវិកាច្រើនយកពួកយើងទាំងអស់ហើយយកតែម្នាក់ហើយណាគេថោកគេច្រើនពួកយើងទាំងអស់អត់ទេតែប៉ុន្តែមានវិធីមួយគឺទាំងអស់គ្នាអាចឲ្យទាំងក្រុមពួកខ្ញុំទៅបានពេលហើយទៅកម្មវិធីយើងហៅឡើងជ្រៀងហើយឥឡូវជាចាមិញពេលខ្ញុំនិយាយពាក្យថាលោកច្រើនពួកយើងអ្នកណាគេថោកជាងគេបងជាតិឲ្យបងតោសើចខ្ញុំដឹងថាសំណាយរបស់គាត់បាននិយាយថាមិនចេះចាំមើលសួរគាត់មើលបាទចាសង្ស័យរណាទីទៀតដូចថៃកន្ទុយ3ថៃធ្វើក្នុងទូកញ្ចក់មានពពកមិនចឹងអត់ទេបងស្រីខ្ញុំមិនអាចទេខ្ញុំដឹងថាបងស្រីខ្ញុំទៅពីរនាក់បងជាតិបងខ្ញុំថាបងឆាមកបាទគួរមែនតើចាខ្ញុំនិយាយពីកំភៃសុខគាត់កំភៃស្នាតែប៉ុណ្្នឹងគាត់ថាអីតែកំភៃយើងដល់និយាយថាចានិយាយថាបើសិនជាបងជាតិមានកូនប្រុសគាត់មានតាកូនប្រុសបងជាតិអាយុដូច18ឆ្នាំហ៎ចាខ្ញុំមើល18ខ្ញុំ29ខ្ញុំបងមិន10ឆ្នាំហ្នឹងមានអីដល់សុខជាតិមើលកូនសាចឹងគឺទៅយកបានចាលោកស្រីនាងកញ្ញានៅពេលនេះយើងនឹងបង្ហាញនៅវត្តមានរបស់គណៈកម្មការបាទសូមណែនាំនៅគណៈកម្មការដែលចូលរួមនៅក្នុងកម្មវិធីពេញចិត្តឬអត់វគ្គ2របស់យើងជារៀងរាល់សប្តាហ៍បាទជាដំបូងសូមសម្លេងស្វាគមន៍ទៅដល់បងស្រីកាត់តូហើយបងមិញគិតថាសบายចិត្តនឹងសោចនឹងផ្ទះដៃអបអរនឹងពាក្យអ្វីដែលគេណែនាំគណៈកម្មការប៉ុន្តែសម្រាប់ចុងក្រោយលទ្ធផលចុងក្រោយគឺនិយាយបើចំតួហ្មងគឺថាអស់សាច់មកអស់សាច់ស៊ីមកនិយាយទៅកាត់តមើលប្អូនបងសុំសួរប្អូនតាមទៅប្អូនគុំបងរឿងអីបងមិនដែរជាពាក់លុយអូនឯងទេណាបាទបងឯងអាសាកិច្ចកងប្រពន្ធគេពេកបាទអត់ទេនិយាយទៅបើថាខ្ញុំធ្លាប់ជាពាក់លុយតុងទីនឬជាពាក់លុយអីសុំអូនឯងអាមឹងជាមួយបងរតនៈហ្នឹងខ្ញុំតូចចិត្តទេពាក់លុយថៃទៅការ៉ាអូខេថ្ងៃមុនចាអូចាជំរាបសួរអស់លោកអ្នកដែលកំពុងតែតាមដានទស្សនានៅកម្មវិធីចាពេញចិត្តឬអត់វគ្គ2ចាហើយក៏ចិត្តឈានចូលដល់ទីបញ្ចប់ផងដែរនៅវគ្គ2នេះប៉ុន្តែវគ្គ3នៅមានអ្វីប្លែកចែកជូនបងប្អូនទស្សនាជាក់ជាមិនខានប៉ុន្តែសម្រាប់ខ្ញុំថ្ងៃនេះមានអារម្មណ៍ដូចថាប្លែកមែនទែនចាបាទខ្ញុំចង់និយាយថាឥឡូវចេះណែនាំដល់គណៈកម្មការថ្មីសិនចាំដល់បងកុំឲ្យគេថាបងនិយាយយូរពេកសំលេងស្វាគមន៍ជាបន្តបាទគឺបងជាតិបាទអរគុណច្រើនចាសូមជម្រាបសួរបងប្អូនប្រជាពលរដ្ឋដែលទស្សនាកម្មវិធីពេញចិត្តឬអត់វគ្គ2ចាដែលបេក្ខជននិងបេក្ខនារីខិតខំប្រឹងប្រែងរហូតមកចូលមកដល់ពេលវេលានេះគឺជាពេលវេលាមួយដែលមានការពិបាកសម្រាប់ចាគណៈកម្មការទាំងអស់ធ្វើការដាក់បន្ទុកសម្រាប់ជូនដល់បេក្ខជននិងបេក្ខនារីប៉ុន្តែយ៉ាងណាក៏បងតែងតែផ្ដល់កម្លាំងចិត្តជូនដល់បេក្ខជននិងបេក្ខនារីខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីអនាគតរបស់ខ្លួនចាជាពិសេសនៅក្នុងថ្ងៃនេះចូលរួមនៅក្នុងកម្មវិធីរបស់យើងជាបន្តទៀតមានអារម្មណ៍ថាសប្បាយចិត្តនេះសុខសប្បាយចាបងសិដ្ឋាសុខសប្បាយបងសុខសប្បាយបងណោះហើយអ្នកទាំងពីរមិនដែរអូយសុខណាស់ចាហើយចាំកូនភាសាខ្ញុំ
mà chứ nữa ណាក thằng nào mà nhìn chứ xong phơ con mà xa nhưng thật ấy tê បាទ không ở dụ kia chiêng đọc năm ở dụ con tay chia tôi rồi lấy cái mà nè cái chát sạch so chẳng hử ấy bên trong bán nè ខ្ញុំកោតអ្នកសេចជាតិខ្ញុំកោតអ្នកសេចជាតិហ៊ានទទួលគេយកធ្វើជាកោមសាទៀតដែលគេនិយាយដើមយើងអ្នកគ្រាន់តែបើកក្បាលកម្មវិធីគេសួរថាធីមយើងទាំងអស់គ្នាអ្នកណាថោកជាងគេគេថាយើងពីរអ្នកថោកជាងគេហើយយើងទទួលគេធ្វើជាកោមសាទៀត à tê con xưa nè na từ tua thòng kê còn là lừa thọc chiên kê pe nó bớt xanh nè na từ tua tu được sập bàn thêm bàn đi tha vô nhom tư សម្រាប់កោមសាណែខ្ញុំជម្រាបប្រាប់អ្នកតឡងខ្ញុំទទួលថោកបានជីវៀងតែខែប្រាំងតែខែប្រាំងខ្ញុំទៅខែប្រាំងខ្ញុំទទួលថ្លៃហើយតែខែភាសាខ្ញុំសុំមកដូរបាយក៏ខ្ញុំទៅដែរតែកន្លែងតាំងក៏ទៅដែរ បើថាបានធីមពួកខ្ញុំទៀតរត់តែល្អដែរបើសិនជាមានថាវិការតែបើថាតិចខ្វះលុយបើថាតេមកម្នាក់លើកហ្នឹងគឺនិយាយជាមួយហើយយកខ្ញុំហ្មងទៅបង កាត់ព្រាម កាត់លៀមតែអត់អ្នកទាំងពីរ ចាចុងមិនតើបើអត់សូវបាន event ពួកអីព្រោះកាយនៅក្នុងទូពេលគេខលមកកាត់លើកគេខលទៅបងជាតិឬក៏បើថាកាត់ជាតិហើយកុំយកតើបើថ្ងៃ អូយងាយទេតែបើមានគេសួរអូនឯងទៅកម្មវិធីកាត់ផ្លែឈើកាត់ពេលល្ងាចកម្មវិធីបង្គោលការអូយបងអត់ទេខ្ញុំមិនទៅទេខ្ញុំមិនទៅទេថៃអូនថៃ ហើយខ្ញុំតាទៅគឺថាវិធីកទាំងអត់គឺអត់មានណាឈ្នះខ្ញុំទេគេថា អេអត់មានទេយេចាំដើមចាក់រងមែនទេខ្ញុំព្រោះអីខ្ញុំដែរខ្ញុំអត់ចេះផ្លូវការទេខ្ញុំថាចេះបងអាចជួលបងសេដ្ឋាជួលបងជាតិជួលសាណាជួលរ៉ូលីនជួលអីជួលអីទៅតែនិយាយមុខតបុយអញ្ចឹងបើសិនច្រៀងភ្លេងការហ្នឹងមិនហី អត់តំណងដែរតាបើសិនជាហាត់រៀនបន្ថែមទៀតចាប៉ុន្តែមិនអាចទេព្រោះអីការងារច្រើន ចេញទៅដល់សារិកាកែវមកទៅពេលមើលមុខសារិកាអូកែវកោចញ៉ាអើយបងលំមក ជាចាំពេលចេញស្ដាប់សិនលៀន គាត់ដល់ស្ដាប់ច្រៀងពេកដើម្បីលុយណាពេលឲ្យមើលមុខមកទៅដើម្បីមើលមុខម៉ែដោយការចិន còn lời đi thì bà cũng đã cầm một cây vô mình luôn tiền cầm to ít xin thà anh cứ làm không vậy sẽ đặt vị thi ca ni xa son khi chỉ mùi sẽ tụ hay nâng chiết trong phật đại nâng បងអើយបងផ្លឹកកុំផ្លឹកយូរពេកបងផ្លឹកតែ1នាទីឲ្យបានតែចុះ3ម៉ោងអត់មានណានិយាយមួយខ្ញុំទេបងប៉ុនមកមានអារម្មណ៍រំញោចឡើងវិញសកាកែវកោចមិញណានឹកឃើញកាលពី20ឆ្នាំ5 10ឆ្នាំមុនចាបងចាហើយរៀបការខ្លួនឯងណា បងបងតិចកាបងអ្នកណាកាត់សក់ដែរបង កាត់សក់ភ្លេងការបង សុនរីម៉ូនីកាហើយនឹងនីកុយ អូកាលជំនាន់ហ្នឹងល្បីណាបងសុនរីម៉ូនីកាជាមួយនឹងពូកុយគាត់ដៃគូគ្នាចាប៉ុន្តែឥឡូវនីកុយដៃគូជាមួយខ្ញុំ បាទអាសាឃើញដែរមែននិយាយតាមត្រង់បាទនិយាយពីកម្មវិធីពេញចិត្តអត់វគ្គ2គឺជិតចប់ហើយមិនអញ្ចឹងណោះបាទបង ដោយសេតុជំរាបជូនទស្សនិកជនអញ្ចឹងត្រៀមជួបគ្នានៅវគ្គ3ឆ្លងកាត់បទពិសោធន៍ការងាររបស់ខ្ញុំបាទច្រើនណាស់បាទតាំងពីនាងសុជាតិនៅស្រស់ស្អាតប្រឡង កញ្ញាឯកបងចាកញ្ញាឯកមហាសង្ក្រាន្ត កញ្ញាឯកសុជាតិបានលេខ1ដែរតែបានលេខ1ខាងសាច់ស្អាតហើយនឹងរូបភាពមិនស៊ីកាមេរ៉ារូបភាព ថាតែមិនទៅស៊ីកាមេរ៉ា ខាងផ្នែករូបភាពចាបង តាំងពីឆ្នាំ1995ហើយការងារជាច្រើនជាមួយសាណាយើងមានboy band girl band ណាយើងមានស្រីស្រស់ប្រុសស្អាតហើយមានកម្មវិធីពេញចិត្តអត់ ច្រើន ទីវគ្គ1ព្រមទាំងកម្មវិធីធាតុពិតនៃពិតអញ្ចឹងមកថាចំពោះកម្មវិធីពេញចិត្តអត់បេក្ខជននិងបេក្ខនារីដែលចូលរួមក្នុងកម្មវិធីផ្ទាល់អ្នកដែលឆ្លងកាត់គឺសុទ្ធតែមានសមត្ថភាពក្នុងការទទួលបានពិន្ទុអំពីគណៈកម្មការទាំង5រូបដែលមានគណៈកម្មការកិត្តិយសមួយរូបផងដែរដូច្នេះបាទសូមជំរាបជូនថានៅក្នុងវគ្គ2នេះក៏មិនធ្វើឲ្យបាទបេក្ខជននិងបេក្ខនារីពិសេសបងប្អូនដែលស្រឡាញ់វិស័យសិល្បៈនោះខកបំណងក៏ដូចគ្នាមិនធ្វើឲ្យទូរទស្សនិកជនដែលទស្សនានៅអគារឋានខកបំណងដែរឆ្លងកាត់ការជ្រើសរើសយ៉ាងសុក្រិតអំពីគណៈកម្មការយើងទាំងអស់គ្នាបាទអរគុណច្រើន អរគុណ អូយ ហេ តើ បង ឃើញ
ហើយ បង មិន តតអានខ្ញុំចង់សួរបងតោឯងថាគេកាត់សក់កាឲ្យគេអីចឹងខ្ញុំសួរអត់ដល់ពេលតែកាត់សក់កាគេមានផាកូនកំមុំកូនកន្លោះ អូជំនាញហើយ ឥឡូវកូនកំមុំខ្លះយកបងតោមកអ្នកខ្លះគេចូលចិត្តចឹងទៅ ហ្នឹងហើយខ្ញុំមានកូនកំមុំកូនកន្លោះចេះបងផាខ្ញុំមកបងផាខ្ញុំមក តែចេះតាមពិតនៅក្នុងពិធីមង្គលការបងប្អូនខ្លះចង់សប្បាយដល់ពេលចឹងគាត់អាចផាមិនផាទេធ្វើម៉េចឲ្យតការនឹងសប្បាយតែសប្បាយរស់ស៊ីមានបានហើយ តើមួយ អត់ត្រូវការទឹក រឿងមួយសំណុំពោនិយាយរឿងមួយសំណុំពោ ចា យើងមិនផ្ដល់ភាពសប្បាយរីករាយពេលកាត់សក់ ចា បង កប្លែងលេងចឹងទៅអ្នកកំដរឬក៏កូនកំមុំកូនកន្លោះហើយចឹងណា ចា សុំឲ្យមានកម្រិតបន្តិចកុំឲ្យយាយគាត់សើចខ្លាំងពេកមិនស្រួលទេណាគាត់ទុកអត់ជាប់ទៅបន្ទប់ទឹកអត់ទាន់ណា អត់ទេនិយាយរួមទៅយាយខ្លះគាត់សោចពេកទៅព្រោះកាកស្លាមកលេងខ្ញុំបងចាតែអញ្ចេះតបុយឯងការខ្ញុំហ្វ្រីឲ្យទាំងអស់ ចា បាទ បើបងវិញហ្វ្រីបើបងសិដ្ឋាធ្វើជាពិធីអបកាប់ អត់យើង អត់យកលុយឲ្យបងដែរទៀត មែន ដឹករួមទៅ គាត់ ឲ្យ ទុកមកតោះ ចាមកគាត់អូនគាត់ แล้วគាត់ បើសិនជាតាតបុយឆ្នាំណាក៏ដោយខែណាក៏ដោយថ្ងៃណាក៏ដោយបងហ្វ្រីឲ្យអូនឯង ព្រីទេខ្លះ អាហ្វ្រីឆក់ភ្លើងនេះអាហ្វ្រីដើមភ្លើង តបុយហារឿងមួយណាបើសិនជាតបុយឯងការថ្ងៃទី30ខែកុម្ភៈយើងទាំងអស់គ្នាអត់ទៅ ហ្នឹងហើយ ចា អត់មាន អត់មាន អត់ទេបើខ្ញុំការមែនខ្ញុំហៅក្រុមការងារទៅខ្ញុំអត់យកចំណងដៃទេ ចា មែន ហើយឲ្យទៅធ្វើអី តែ អត់ទេ អត់ចិត្ត អត់ប្រើទេឲ្យជួបមិនសុបាយព្រួយទាំងអស់គ្នាធ្វើការឲ្យខ្ញុំនិយាយធ អូ ំ ឃើញទេ ចា នៅតែខ្ញុំធ្វើការ សូម គេ រក្សា ទេ ថេបនឹងទុក ចា អត់ទេមិនមែនតា តែខ្ញុំសុំជូន តែ ពរ មិនអញ្ចេះទៅអីចង់ថែមអីគេមិនថាកុំឲ្យនិយាយម្នាក់ឯងវែងពេកភ្លេចទេដឹង មិនខ្ញុំចង់និយាយចេះហើយ គណៈកម្មការ ពេក អត់តន់ ចង់និយាយថាយើងនិយាយមិនស្ទុះឲ្យបាត់ដៃគូយើងហ៎ អត់ទេខ្ញុំនិយាយមិនភ្លេចខ្លួនមែនតាខ្ញុំស្មានតែរលីនគាត់អង្គុយហ្នឹងអត់ហើយ អត់ឃើញទេ តែកម្មវិធីអញ្ជើញគាត់មកដែរតែ ព្រមមិញឃើញចេញមកពីផ្ទះតាំងម៉ោង6ព្រឹកបង តែបានណាត់ថ្ងៃហ្នឹងឲ្យគាត់អត់ ណាត់ ណាត់ថ្ងៃហ្នឹងថតកម្មវិធីពេញចិត្តអ ណា ត់ ត់ អត់ ទេទៅបញ្ជាក់10នាទីទេទៅម្ដងទេទៅម្ដង អត់ទេខ្ញុំនិយាយមិនបងខ្ញុំនិយាយដោយស្មោះចេញពីដួងចិត្តរបស់ខ្ញុំ ចា ខ្ញុំស្មានតែគាត់អង្គុយហ្នឹងឯងហើយពីព្រោះខ្ញុំស្មានតែគាត់ហ្នឹងធ្វើ style ផ្សេងអត់តមកខ្ញុំចឹង យើងនិយាយទៅយើងចេះផ្ដោតអារម្មណ៍ទៅទស្សនិកជនយកបានចាប់អារម្មណ៍គាត់អញ្ចឹងណា អូមនុស្សនេះខ្ញុំមិននិយាយទេសិល្បៈយើងត្រូវធ្វើអ្វីគ្រប់ពេលវេលា បាទ សិល្បៈយើងតែធ្វើអីគ្រប់ពេលវេលាដូចគេហៅម៉ោងណាដូចម៉ោង9យើងត្រូវមកម៉ោង8កន្លះមកយើងអង្គុយចាំគេទៅវាមិន 3កន្លះព្រឹកឯង8កន្លះយប់ 3កន្លះព្រឹកចាដូចគេថតម៉ោង9ឬក៏ម៉ោង10យើងមកអង្គុយចាំមកវាអត់មានទាស់ខាតអីទេ បាទ សិល្បៈតតែយើងត្រូវចេះធ្វើអញ្ចឹងបានទៅយើងគេថា សបោការងារ សបោការងារតែយើងធ្វើចរិតអញ្ចឹងសបោការងារស្អីអូយ ជិតតបុយថាចេញពីផ្ទះតាំងម៉ោង6 បាទមកតែ6 ហើយ បង មានលើកទូរស័ព្ទអត់ លើក លើកឲ្យឆ្លើយថាម៉េចយើង ស្អែកតាពងទៅរពល បុលអីគេប្រុស តាមផ្លូវ អូចឹងសេតោនិយាយមិនបានន័យថាចាំនិយាយថារលីនហ្នឹងគាត់ធ្វើការអត់គ្រប់ម៉ោងពេលវេលា អត់ ចា អត់ ហើយ ទេ តែប៉ុន្តែណាបងឯងចាំមើលខ្ញុំហ៊ាននិយាយ តាម ប ពិត ង តបុយយករលីនតម្លាក់នៅណា អត់ទេបង អូ សិ លេ ថា ចិត្តឯងបងមានចេះ បងសិថា មែនទេពួកអីវ៉ាន់គេមាននៅហ្នឹងស្រាប់តា អត់ទេបងសិថាខ្ញុំនិយាយតិចអីវ៉ាន់គេមានប៉ុន្តែមនុស្សហ្នឹងមិនគោរពពេលវេលាហើយតែប៉ុណ្្នឹងដេកស៊ីអីដេកស៊ីហ្នឹងគឺខ្វិន អត់មាន តែអត់មានណាហៅទេតែអត់គោរព ក៏ ពេលវេ ម្នាក់ លា ស្អី សិ ហ្នឹង ល្ មិន បៈ ក៏ធ្វើការងារល្អថ្ងៃហ្នឹងមិនអត់គ្រប់ពេលវេលាអញ្ចឹងណា ចា អត់យល់ បាទ ការងារចាំ ហើយ បាច់ មនុស្សធ្លាប់ដងមកទៀងទាត់ណាដល់ថ្ងៃហ្នឹងមិនធ្វើចរិតចឹង ពេលខ្លះយើងមិនអាចដឹងគេដែរចេញមកមុនអីចឹង ទេជួនកាលគ្នាឡែជួនកាលអាចជាមកពីតបតែងខ្លួនអីមានអីពិសេស ហើយដូចគេតបតែងស្អីខ្លួនឯងមនុស្សប្រុសសោះខ្ញុំជឿថាមនុស្សយើង ទេគ្នាតែងស្រីហើយមើលទៅហ្នឹងបំតែងស្រីក៏តែងអីចម្លែកចម្លែក ដូចថាថ្ងៃណាយើងព្រលឹមឡើងយើងងើបទៅតក់កហល់ម៉ោងពេកមិនបាច់តែងស្រីអីមួយទឹកសិតសក់លៀបជាហួយធម្មតាដូចតែបុយចឹងទៅ ពាក់អាវក្រវ៉ាត់ទេមក ធ្វើ ណា មិន ក៏ ឲ្យឃើញមុខពេលដែលគេថតកុំធ្វើចរិតចឹង តែឥឡូវទៅឥឡូវយើង3នាក់យើងធ្វើការធាមនេះតាណា តែឥឡូវមិញនេះគេផ្ញើសារមកខ្ញុំហើយបានចូលមកដល់ស៊ីតយោយើងហើយ មក បាទ ហើយបង ហើយ ហើយមកមានលឺបងនិយាយហ៎ អត់លឺអត់លឺ បាទជាមិនលឺឯងមើលទៅ ហើយសិននៅកង់ ហើយធ្វើមុខ ទី ឡើងស្មើធ្វើដូចអត់មានរឿងអីកាត់ឡើងអញ្ចឹងដើរចូលស៊ីតយោធ្វើមិនដឹង អូមនុស្សអញ្ចឹងយ៉ាប់ហើយ ឆ្កែដើរកាត់គាត់ឆ្កែទៀត តែគេនឹងយកយកមានឆ្កែដែរ តែមិញមកដល់ឆាកយើងនេះ មកដល់ក្រោយឯងមុនហ្នឹងខ្ញុំឃើញមិនតិចដែរធ្វើដូចមិនដឹងដូចអត់គិតថាពេលវេលាសំខាន់សោះម្នាក់ស្រី តែជាមានរឿងអីប្លែកចាំមើលចាំពេលបើសិនជាមកដល់មែនយើងចាំយើងសួរ ឥឡូវចាំមើលសួរគេមើលតើគេជាប់រវល់អីបានជាមកមិនទៀងទាត់ពេលវេ ឥ លា ឡូវខ្ញុំចង់ណែនាំទៅឲ្យសាណាណែនាំម្នាក់ស្រីហ្នឹង ចាដោយសារថាអ្នកទាំងអស់គ្នាមិនសប្បាយចិត្តនឹងគាត់ទៅហើយតែខ្ញុំគឺជា best friend របស់គាត់
ខ្ញុំទៅតែ មុខឡើងកញ្ញើដែរ អូយចាកាត់ការចោលលោកកាសុំទស្សនាជាមួយនឹងមនុស្សម្នាក់ដែលមកយឺតសប្តាហ៍នេះសូមជើញ បាទសូមអញ្ជើញបាទកុំយកគំរូតាមបាទសូមអញ្ជើញ ចឹងនេះនេះខ្ញុំ Roland ក៏សូមជម្រាបសួរបងប្អូនទស្សនិកជនទាំងអស់ដែលកំពុងតាមដានកម្មវិធីពេញចិត្តរអត់វគ្គ2របស់ស្ថានីយទូរទស្សន៍ My TV សូមអភ័យទោសផងដែរថ្ងៃនេះដោយនាងខ្ញុំចាំមកយឺតព្រោះថានាងខ្ញុំជាប់រវល់វាយចោលចាចោលប្រមកត់នាងខ្ញុំទៅប្រហែលជាចិត្តជាងកន្លះឆ្នាំមកចានាងខ្ញុំទៅឃើញចាចោលនឹងជិះម៉ូតូដប់ចានាងខ្ញុំដេញតាមវាយចាសូមអភ័យទោសដល់លោកពូនិងអ្នកមីងផងចាតែនេះខ្ញុំមកយឺតចា Hello everyone បងអូនហៅបងអ្នកមីងក៏បានប៉ុន្តែបងចង់និយាយថាបងអូនប្រើសម្លេងនេះគួរតែទៅនឹងមកពីសហរដ្ឋអាមេរិកប៉ុន្តែបងអូនទៅមកពីអូអាស័យហ្នឹង Now បងព្រោះថាខ្ញុំបតែបតបទៅរួចធ្វើឲ្យដួលបោកយ៉ាង បដូរកន្លោតទេបដូរកន្លោតទេ អត់បដូរទេគឺថ្មិញបោកនឹងខ្នល់សូឥឡូវហៅមាត់វិញអត់សូវច្បាស់ ហើយ តែ ស្លៀករ៉ូបចឹងវាយចោលមិនទៅ ចាអត់ទាន់ស្លៀកទេពេលហ្នឹងស្លៀកខោកបួយឲ្យយឺតប្រុសនៅឡើយចាសូមអភ័យទោសផងចា បងនៅខ្លួននេះនេះមក ចោលនឹងវាយចោលរឿងអីបានវាយចោល គេយកមកកត់ខ្ញុំចាយកទៅស្មាននេះខ្ញុំអត់ដឹងចានេះខ្ញុំមកកត់នេះខ្ញុំពីមុនប្រាក់ទេឥឡូវនេះទៅជាពណ៌ទឹកមាសវិញយកទៅជ្រលក់ថែមនេះខ្ញុំនៅតែចាំមកកត់នេះខ្ញុំដដែលចា ចាំបាច់យឺតហ្នឹងណា ច្រៀងអញ្ចឹងមានបទចម្រៀងដែរ អត់មានផង អត់មានទេ ចា ហើយការចុះទៅវិញ ចាអត់ចោះទេសុំនិយាយតិចសិនចា និយាយទៀតចា មិនដូចជាដៀលនេះខ្ញុំខ្លាំងណាស់នេះខ្ញុំដើរកាត់មកនេះខ្ញុំធ្វើធម្មតា ពីណាគេពីណា ដល់បងស្រីមួយពាក់អាវម៉ូត copy ពី Chanel ចាពាក់ស្លាប់នៅកណ្ដាលអាវខ្មៅហើយមានចាអវ័រៀងជុំវិញចង្កេះហ្នឹង ចាចាអាវនេះមិនមែនកូពីទេគឺខ្ញុំយកមកពីហាង Mr. Man អូចឹងអូយស្អាតណាស់និយាយពីថាស្អាតតែអត់សមនឹងអ្នកពាក់ រ៉ូបនេះស្អាតណាស់អូនបងឃើញម៉ូតអូនស្អាតទៀតបងសួរអ្នកនាងកូនជាតិថារ៉ូលីនណាប៉ិនទៅយកកៅអៅនៅហាងណាស្អាតមែន ចាគាត់ឆ្នៃម៉ូតនៅខ្មែរសម័យថ្មី ចាខ្មែរសម័យថ្មីរ៉ូគាត់ស្អាតស្អាតប៉ុន្តែមិនគួរឲ្យមនុស្សប្រុសពាក់ អ្នកណាថាខ្ញុំប្រុសមកខ្ញុំស្រីណាហើយគេថាខ្ញុំប្រុស អើនិយាយតទៀត ចាមិននេះថាកាត់សក់ការទៀតណា ចា នេះខ្ញុំឥឡូវកាត់សក់ការដែរតើបង ចា ទទួលកាត់សក់ការទៀត បានប៉ុន្មានរោងហើយខែ12ហ្នឹង ខែ12ហ្នឹងកក់បាន22រោងហើយ កាត់សក់ជាមួយអ្នកណាគេ ចាកាត់សក់ម្នាក់ឯងស្រីទេវតាប្រុសទេវតាស្រីនេះខ្ញុំជាបតសារិកាកែវអើយទៀតហ្នឹងចានេះខ្ញុំសាកតិចណាសាកចាសុំចាដៃមួយមកបងអីថ្នាំតាបុយឲ្យលេបមិញបកែតានេះខ្ញុំលេបតា2គ្រាប់ហ្នឹងបាត់នៅហៅមាត់ឥឡូវយើងច្បាស់វិញហ៎តែរៀងអួល ពីរគ្រាប់ហ្នឹងយើងលេបជាមួយទឹកឬក៏គាត់តែ ចាអាហ្នឹងលេបថ្នាំនោះវាមានជាតិដូចថាលេបទៅមានមកស្ទុះទឹកហ្នឹងវាលាយទឹកហ្នឹងក្នុងតែនេះខ្ញុំសុំបកស្រាយចា ឆ្នាំហ្នឹងលេបប្រហែលឆ្នាំអស់ អើយលេខតែម្ដងណាពីក្រុមដាក់ចាឥឡូវនេះខ្ញុំសបកស្រាយចាតាមទម្រង់ភ្លេងការចាបတ်សារិកាកែវ តែបើសិនជាប្អូនអ្នកកាត់សក់ពិធីមង្គលការប្អូនត្រូវបើសិនជាប្អូនខ្លាចជាទេវតាប្អូនប្រើពាក្យសម្ដីទេវតាហៅទេពអក្សរ ចាបងទេវតាឥឡូវនេះ អត់ទេមនុស្សប្រុសចាញ់មុន អូយអត់ទេកាត់យកហ្មង អត់ បាទកាត់ហ្មងអូនទេវតាជ្រៀងទៅបងទេវតាអូនសុំជ្រៀងមួយបទហើយណាអូជ្រៀងទៅកំនៅយប់ហើយសារិកាកែវអើយសារិកាអោកែវកែវសារិកាកែវអើយសារិកាអោកែវកែវអូនលួងអូនលួងឲ្យសើច អត់ទៅស្រួលទេ បងប្អូនហើយលោកអាចយកមនុស្សចឹងកាត់ស្បែក សានចូលយកគេយកទេគេយកទេអើយ គេអត់យកទេមនុស្សចម្លែកចឹងគេមិនយកទេតម្រូវតែមិនខ្ញុំឃើញគេរកមនុស្សត្រឹមត្រូវ ខ្ញុំឃើញអ្នកកដោគេអាចចំមោះខ្ញុំអូខេចាឥឡូវនេះខ្ញុំដូចជាឈរយូរពេលហើយចុកចិនណាចានេះខ្ញុំសុំទៅកាន់ទីកន្លែង
យកន្លែងអាសនៈរបស់នេះខ្ញុំមិនចាសុំសម្ដីស្វាគមន៍ដល់កាត់ពីពេញរយៈពីមួយ បាទអរគុណមុំដឹងខ្លួនឯងឡើងមកដើរមកគេអត់និយាយហៅអីតើឈរនិយាយម្នាក់ បើមិនយើងអន់ចិត្តនឹងគាត់ប៉ុន្តែគាត់មានហេតុផលគាត់ជាពលរដ្ឋដ៏ល្អជួយវាយចោលប៉ុន្តែបើនេះទៅគេមិនចាប់គាត់ទេព្រោះគេឲ្យពីបើសា ចាជំរាបសួរបាទចា ពេលមកគាត់ទៅមិនចេញមីហ្វូតូស៊ីធីដល់ពេលមកគាត់នេះទៅដូចស៊ុនអ៊ូខំ តែចោល តែលោកថាចេកទៅតម្លៃ សួរមួយចោលចង់បានមកគាត់នឹងចោលនឹងខ្ទើយមែន ចាអត់ទេគាត់ឆ្លាញ់ហងអូចៅនឹងរត់វាមិនពេលរត់ណារត់ដល់បងរត់មើលខ្ញុំមិនដឹងដែរគាត់ពេលបតាបន្តចៅហ្នឹងចឹងចាចាអរគុណច្រើន ចានៅពេលនេះកម្មវិធីសូមអនុញ្ញាតសម្រាប់បន្តិចសិន